ជាបឋមនេះខ្ញុំសូមគោរពទៅដល់លោកគ្រូក៏ដូចជាអ្នកនរគ្នាខ្ញុំខាឌីយ៉ាហើយនេះខ្ញុំហងលីនហើយនេះគឺជា Tesla ដោយដែលអ្នកនរគ្នាបានដឹងអញ្ចឹងនៅក្នុងថ្ងៃនេះប្រធានបទរបស់ពួកយើងគឺជាក្រុមហ៊ុន Tesla អញ្ចឹងចូលទៅកាន់ slide បន្ទាប់នៅក្នុង slide មួយនេះគឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង table of content ដែលនៅក្នុង slide មួយនេះគឺខ្ញុំបែងចែកជាចំនួន6ចំណុចអឺនៅក្នុងចំណុចទី1គឺតាក់ទងជាមួយនឹង introduction ចំណុចទី2គឺតាក់ទងជាមួយនឹង marketing mix ចំណុចទី3គឺ marketing segmentation ចំណុចទី4 target marketing ចំណុចទី5 conclusion ហើយនិងចំណុចចុងក្រោយគេគឺចំណុចទី6តាក់ទងជាមួយនឹង reference ដែលជាព័ត៌មានមួយចំនួនតាក់ទងជាមួយនឹង Tesla company more detail អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ slide នៅក្នុងប្រធានបទរបស់យើងតែម្ដងកុំឲ្យខាតពេលយូរចូលទៅកាន់ប្រធានបទរបស់យើងសួស្តីក៏ដូចជាសូមស្វាគមន៍សាជាថ្មីមកកាន់ Tesla Companies អញ្ចឹងនៅក្នុង slide មួយនេះគឺតាក់ទងជាមួយនឹង a little bit about Tesla companies so a little bit about Tesla ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានឥទ្ធិពលបំផុតមួយរបស់ពិភពលោកដែលត្រូវបានគេស្គាល់ថាជាយានយន្តដែលដើរដោយអគ្គិសនីនិងដំណោះស្រាយថាមពលក៏ដូចជាមានបច្ចេកវិទ្យាទំនើបមួយផងដែរមិនដូចក្រុមហ៊ុនផលិតរថយន្តបែបបុរាណដែលមានយុទ្ធសាស្ត្រខុសប្លែកតាក់ទងជាមួយនឹងក្រុមហ៊ុន Tesla គឺមានយុទ្ធសាស្ត្រប្លែកពីគេគឺពឹងផ្អែកទៅលើភាពស្មោះត្រង់ក៏ដូចជាលក្ខណៈទំនើបខ្លាំងជាងការផ្សាយពាណិជ្ជកម្មតាមបែបបុរាណផងដែរតាក់ទងជាមួយនឹងប្រការបន្ថែមElon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ដើរតួយ៉ាងសំខាន់នៅក្នុងការធ្វើទីផ្សាររបស់ក្រុមហ៊ុនមួយនេះតាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមជាពិសេសគឺ Twitter ដែលលោកបានចូលរួមជាមួយនឹងអតិថិជនក៏ដូចជា employee អ្នកធ្វើការផងដែរក្រុមហ៊ុនមួយនេះក៏ទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់បំផុតជាមួយនឹង logo ដ៏រឹងមាំរបស់ខ្លួនដោយផ្ដោតទៅលើ innovation ការបង្កើតថ្មីនិង development ការអភិវឌ្ឍផងដែរ It's also include with consumer feedback throughout the processing of marketing. In this analysis, we will explore the key aspects of Tesla marketing strategy, include its digital presence, consumer engagement, and how it's different itself from competitor. អញ្ចឹងចូលទៅក្នុងmarketing mix ដែលមាន 4PS តាក់ទងជាមួយនឹង products បើយើងក៏លេខទៅមើលទៅក្នុង slide Tesla offer a high perform electric vehicles with cutting edge technologies such as autopilot over-the-air software update and long range batteries. The company also sell an energy product like solar panels and Powerwall batteries and also focus on sustainability អញ្ចឹងក្រុមហ៊ុន Tesla ផ្ដល់ជូននៅយានយន្តដែលមានសមត្ថភាពខ្ពស់ជាមួយនឹងបច្ចេកវិទ្យាដូចជា autopilot over the air software ដែលខ្ញុំបានជំរាបជូនខាងលើហើយក្រុមហ៊ុនមួយនេះក៏លក់ផលិតផលដែលដើរថាមពល solar ក៏ដូចជា Powerwall ដែល also focus ទៅក្នុងការថែរក្សាបរិស្ថានផងដែរនៅក្នុង slide បន្ទាប់ដែលតាក់ទងជាមួយនឹង price អញ្ចឹង Tesla use a value based prices strategy setting premium price for its car due to the advanced technologies innovations and the brand reputation however it's also to get the mass market with more affordable models like Model 3, Model Y, while offering finance options.
អញ្ចឹងនៅក្នុងនោះគឺមានន័យថានៅក្នុង company មួយនេះគឺអឺយកនៅការបង្កើតថ្មីដែលពឹងផ្អែកទៅលើកេរ្តិ៍ឈ្មោះ brand logo Tesla នឹងឯងហើយក៏ដូចជាការបង្កើតទៅជាតម្លៃមួយនៅក្នុងទីផ្សារផងដែរ point ទី3នោះគឺ P ទី3នឹងឯងដែលតកតងទៅនឹងplace របស់ Tesla អញ្ចឹង place របស់ Tesla គឺវាអត់មានអីញញែកទេពីព្រោះដោយសារតែក្រុមហ៊ុន Tesla គឺគេអត់ focus ទៅលើថាតើតា place ហ្នឹងនៅទីប្រជុំជនទើបអាចលក់ដូរបានទេគឺ Tesla focus ទៅលើទីធ្លាធំសម្រាប់អតិថិជនធ្វើការសាក់ឡានមានភាពងាយស្រួលសម្រាប់នៅក្នុងការរងមួយវិញទៀតក្រុមហ៊ុន Tesla មានការលក់ទៅលើ platform online ជាជាងការលក់ដោយផ្ទាល់ឬមួយក៏មួយទៀតមានវិធីមួយទៀតដែលអតិថិជនអាចទៅក្រុមហ៊ុនដោយផ្ទាល់នៅក្នុងការទិញឡាន Tesla មួយវិញទៀតការលក់ទៅដល់ក្រុមហ៊ុនការដែលក្រុមហ៊ុនលក់ទៅដល់អ្នកទិញដោយផ្ទាល់ពីព្រោះដើម្បីកាត់បន្ថយឈ្មួញកណ្ដាលនៅក្នុងការលក់ផលិតផលនៅក្នុងតម្លៃមួយដែលថ្លៃដែលគេហៅថា overprice ឬមួយទៀតបើយើងចង់បាន information ឲ្យកាន់តែច្រើនឬមួយក៏អីយើងអាចទៅកាន់ក្រុមហ៊ុនដោយផ្ទាល់សាកសួរ seller នៅក្រុមហ៊ុននឹងបានដែលគេអាចផ្ដល់ព័ត៌មានដែលយើងចង់ដឹងបានមួយវិញទៀតការដែលគេធ្វើអញ្ចឹងក៏ដើម្បីជាផ្នែកមួយនៅក្នុងការសម្រួលដល់អតិថិជននៅក្នុងការស្វែងរកក្រុមហ៊ុន Tesla ផងដែរហើយ P ចំណុចចុងក្រោយនេះគឺpromotion អញ្ចឹងតកតងនឹង promotion គឺក្រុមហ៊ុន Tesla អត់មានការជួល brand ambassador នៅក្នុងការថត spot ផ្សាយពាណិជ្ជកម្មផ្សេងៗដូចទៅនឹង brand ផ្សេងៗនោះទេដែលគេមាន brand ambassador នៅក្នុងការតំណាងផលិតផលរបស់គេចម្លែកអីតែក្រុមហ៊ុន Tesla គឺគាត់ថត spot ផ្សាយពាណិជ្ជកម្មដោយខ្លួនឯងដោយបង្ហោះទៅលើគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន Tesla ឬមួយក៏គេហទំព័រផ្ទាល់របស់លោក Elon Musk ឬមួយក៏យើងអាច search នៅក្នុងតាម app ដែលមានឈ្មោះថា Twitter វាយថា Elon Musk យើងអាចឃើញព័ត៌មានមួយចំនួនតាក់ទងទៅនឹង brand Tesla ហើយមួយទៀតនោះគឺ brand ចុងក្រោយគេបង្អស់គឺ Cybertruck យើងអាចរកបានតាមគេហទំព័រផ្ទាល់របស់គាត់មួយវិញទៀតការផ្សាយតាម social media engagement គឺគេពឹងផ្អែកទៅលើការ like comment ឬមួយក៏គេហៅថា share ទៅកាន់អ្នកផ្សេងៗទៀតមួយវិញទៀត promotion របស់ក្រុមហ៊ុន Tesla គឺពឹងផ្អែកយ៉ាងខ្លាំងមែនទែនទៅការ recommend របស់អ្នកទិញនីមួយៗដែលបានទិញឡាន Tesla នឹងផ្ទាល់អូខេមួយវិញទៀតការដែលធ្វើការប្រមូលនេះក៏វាមានការជាអត្តពលទៅលើ brand loyalty ដូចគ្នាគឺការដែលអ្នកទិញហើយត្រឡប់មកទិញ brand របស់គាត់ម្ដងទៀតអញ្ចឹងការណាដែល quality យើងល្អ technology យើងល្អទៀតនោះអត់ខ្វះទេអតិថិជនអ្វីដែលកាន់តែធ្វើឲ្យយើងចាប់អារម្មណ៍នោះគឺ brand នីមួយៗតែងតែមាន sustainability message មិនថាក្រុមហ៊ុនណាក៏ដោយឧទាហរណ៍ថា KFC គេមាន sustainability message របស់គេ lick your finger off អញ្ចឹងក្រុមហ៊ុន Tesla ក៏មានដូចគ្នាដែរតែនៅក្នុងនោះគេនិយាយថា to accelerate the world's transition to sustainability energy អញ្ចឹងនៅក្នុងនោះគឺបានន័យថាការកែប្រែឡានដែលប្រើដោយប្រេងសាំងឥន្ធនៈមកទៅជាឡានដែលប្រើប្រាស់អគ្គិសនីឬមកក៏ថាមពលសូឡាជំនួសវិញអញ្ចឹង point នេះយើងបានចប់ហើយបើសិនជាយើងចូលមកក្នុងslide បន្ទាប់មួយនេះឯងគឺតកតងជាមួយនឹង marketing segmentation នៅក្នុងនោះគឺខ្ញុំចែកចេញជា4ចំណុចដែលចំណុចទី1តកតងជាមួយនឹង high income tech enthusiast ដែលនៅក្នុងចំណុចមួយនេះគឺអ្នកដែលមានលក្ខណៈទំនោរចូលចិត្តបច្ចេកវិទ្យាដែលពួកគាត់មានប្រាក់ចំណូលខ្ពស់ហើយអ្នកខ្លះទៀតគឺផ្ដល់អាទិភាពទៅលើការច្នៃប្រឌិតបច្ចេកវិទ្យាទំនើបដែលមានលក្ខណៈនិរន្តរភាព
អញ្ចឹងពួកគាត់គឺអាចនឹង purchase វាមុនគេនេះគឺជាចំណុចមួយដែលសំខាន់មែនតើនៅក្នុងការវាយតម្លៃចំណែកឯចំណុចទី2គឺតកតងជាមួយនឹង environmental conscious consumer ចំណុចទី2នេះគឺអតិថិជនដែលមានទំនោរស្រឡាញ់បរិស្ថានwant to use sustainability អញ្ចឹងរថយន្ត A-Sign Author របស់ Tesla នឹងអាចនិយាយបានថាជាឱកាសមួយមុនគេសម្រាប់អតិថិជនដែលក៏លេចមកមើលក្រុមហ៊ុន Tesla នឹងឯងចំណែកឯចំណុចទី3គឺ luxury and perform seeker នៅក្នុងចំណុចមួយនេះគឺអ្នកស្វែងរកភាពប្រណិតនិងការអនុវត្តអតិថិជនដែលចង់បានយានយន្តដែលមានអាចនិយាយបានថាluxury premiums ទាន់សម័យកាលក៏ដូចជាមានលក្ខណៈទំនើបខ្ពស់ដែលអាចនឹងប្រកួតប្រជែងជាមួយនឹង brand ល្បីៗដែលឈរនៅចំណុចកំពូលដូចជា BMW ក៏ដូចជា Mercedes-Benz ផងដែរឯចំណុចទី4គឺតកតងជាមួយនឹង businesses and flex នៅក្នុងចំណុចមួយនេះគឺអាជីវកម្មនិងកងនាវាដែលក្រុមហ៊ុនមួយនេះគឺស្វែងរកដំណោះស្រាយនៅក្នុងការដឹកជញ្ជូនដែលមានប្រសិទ្ធភាពចំណាយប្រកបទៅដោយនិរន្តរភាពរួមជាមួយនឹងសេវាកម្មដែលចែករំលែកកងនាវាអាជីវកម្មយុទ្ធសាស្ត្រមួយនេះគឺបានជួយទៅលើការ reach a devices audience while maintaining a strong brand identities focus on innovation sustainability and luxuries ចឹងយើងចូលទៅដល់ point មួយទៀតនោះគឺ target market ទាំងអស់មាន6 point អញ្ចឹងខ្ញុំនិយាយមក point ទី1សិន tech savvy consumer កន្លែងហ្នឹងគឺតាក់ទងទៅនឹងអ្នកដែលចូលចិត្ត technology អ្នកដែលចូលចិត្តប្រើ smart home គេប្រកាសទិញឡាន Tesla ទៅឯដែលគេហៅថា smart car ដូចគ្នាដែលនៅក្នុងហ្នឹង Tesla គឺមានបំពាក់នៅបច្ចេកវិទ្យាទំនើបខ្ពស់ដូចជាប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ជាមួយនឹងឡានដែលមានល្បឿនលឿនដូចទៅនឹងឡាន BMW និងឡាន sport car ផ្សេងមួយវិញទៀតគឺការដែលវាមាន quality ល្អមួយទៀតនោះគឺមាន safe driving assistant ដែលគេហៅថា FSD full function វាហ្មងណាមួយវិញទៀតនោះគឺការដែលវាមិនត្រឹមតែមានល្បឿនតែប៉ុណ្្នឹងទេគឺអាចសាកថ្មលឿនដូចទៅនិយាយទៅសាកថ្មលឿនជាង model ឡានផ្សេងទៀតដល់ពេលចំណុចទី2តាក់ទងទៅនឹង high income professional កន្លែងហ្នឹងគឺទាល់តែអ្នកមានជីវភាពរៀងធូរធាររៀងល្មមឡើងទៅទើបអាចទិញឡាន Tesla បានដែលមាន model មួយចំនួនដែលមានតម្លៃសមរម្យនៅក្នុងការទិញដូចជាអ្នកម្ចាស់អាជីវកម្មសហគ្រិននិង professor ផ្សេងដែលគាត់មាន income មករៀងច្រើនមួយវិញទៀតតើតើចំណុចទី3 environmentally conscious consumer កន្លែងហ្នឹងតើតើទៅនឹងអ្នកដែលស្រឡាញ់បរិស្ថានអ្នកដែលស្រឡាញ់បរិស្ថានមិនថាសកម្មភាពគាត់ធ្វើអ្វីក៏ដោយការដើរដេកឈរអង្គុយគឺគាត់ក៏ទាំងអស់ especially ឥឡូវនេះគឺមានការបំពុលខ្យល់ជាខ្លាំងអញ្ចឹងគាត់ប្រកាសជាគិតថាគួរណាទិញឡានដែលប្រើប្រាស់ដោយប្រេងសាំងហើយយើងគួរតែណាទិញឡានដែលប្រើប្រាស់ដោយថាមពលសូឡាឬក៏ថាមពលអគ្គិសនីចំនួនវិញដែលវាជួយសន្សំសំចៃណាមួយក៏ជួយការពារបរិស្ថានដូចគ្នាអញ្ចឹងហើយការទិញឡាន Tesla គឺមិនមានការសោកស្ដាយទេចំពោះអ្នកដែលស្រឡាញ់បរិស្ថានអ្នកចូលចិត្តភាពស៊ីវិល័យឬមួយក៏អ្នកចូលចិត្ត technology ចំណុចទី4 luxury and performance enthusiastic កន្លែងហ្នឹងគឺអ្នកចូលចិត្ត sport car អ្នកចូលចិត្ត BMW អ្នកចូលចិត្ត Audi ក៏ដោយខ្ញុំខ្លួនឯងក៏ចូលចិត្ត sport car ដូចគ្នាប៉ុន្តែបើ compare ទៅនឹង Tesla គឺមានបច្ចេកវិទ្យាខ្ពស់ជាង BMW ទៀតដែលនៅក្នុងនោះគេបានបំពាក់ប្រព័ន្ធ AI ដែលគេហៅថាបញ្ញាសិប្បនិម្មិតមួយវិញទៀតបើយើង compare speed
ភាគច្រើនអ្នកទិញឡានគេប្រកបជា compare speed ទេអ្នកជិត sport car គឺគេ compare speed ពីឡានមួយទៅឡានមួយអញ្ចឹងសម្រាប់Tesla វិញគឺអាចខ្ញុំលើកឧទាហរណ៍ Model S មកគឺគាត់មានល្បឿនដល់ទៅ96.56 គីឡូម៉ែត្រក្នុង1ម៉ោង in 2 seconds មួយវិញទៀតឡាន Tesla គឺអាចសាកថ្មបានលឿនជាងឡានអគ្គិសនីផ្សេងៗហើយអាចជិះបានឆ្ងាយជាងឡានអគ្គិសនីផ្សេងៗបើតាក់ទងទៅនឹងចំណុចទី5នោះគឺmass market buyer កន្លែងហ្នឹងឥឡូវនេះទីផ្សារ Tesla មានការវាយលុកយ៉ាងខ្លាំងទៅលើទីផ្សារអឺរ៉ុបមិនថាទីផ្សារអាស៊ីអាគ្នេយ៍សូម្បីតែនៅកម្ពុជាយើងក៏មានអ្នកជិះឡាន Tesla ដូចគ្នាដែរនៅក្នុងហ្នឹងក៏មាន model មួយចំនួនដែលមានតម្លៃសមរម្យនៅក្នុងការទិញព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបមិនចាញ់ទៅនឹង model ផ្សេងៗនៃ Mark Tesla នោះទេគឺ model 3ហើយជាមួយនឹង model Y ដែលមានតម្លៃសមរម្យបច្ចេកវិទ្យាទំនើបមិនចាញ់ Mark ផ្សេងៗឯងចំណុចចុងក្រោយនោះគឺ main business and fleet owner point កន្លែងហ្នឹងគឺក្រុមហ៊ុនទីផ្សារTesla មានការផ្ដោតយ៉ាងខ្លាំងទៅលើការបង្កើតឡានដែលប្រើប្រាស់ដោយអគ្គិសនីនិងថាមពលសូឡាជាជាងបង្កើតឡានដែលប្រើប្រាស់ដោយប្រេងសាអ៊ីនធនៈដើម្បីជួយកាត់បន្ថយប្រាក់ចំណាយច្រើនហើយជាមួយនឹងកាត់បន្ថយនៅក្នុងការបំផ្លាញខ្យល់ពុលនៅក្នុងបរិស្ថានដូចគ្នាហើយបើ in conclusion វិញខ្ញុំសរុបសេចក្តីមកទាំងអស់នោះគឺTesla គឺមានភាពប្លែកខុសពីក្រុមហ៊ុនដទៃដែលមានភាពលេចធ្លោជាងក្រុមហ៊ុនដទៃត្រង់ថាអត់សូវចំណាយលុយច្រើននៅក្នុងការធ្វើ advertise ដូចទៅនឹង Mark brand ផ្សេងៗមួយវិញទៀតបើការផ្សព្វផ្សាយវិញគឺគេពឹងផ្អែកទៅលើការនិយាយគ្នាពីមាត់មួយទៅមាត់មួយជាជាងការជួល brand ambassador ឬមួយក៏ធ្វើ event ផ្សេងៗនៅក្នុងការផ្សព្វផ្សាយដែលបើធ្វើជា commercial អីផ្សេងៗគឺគេថតដោយខ្លួនឯងឬមួយក៏ផុសទៅលើគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន Tesla ឬមួយក៏យើងអាចចូលទៅកាន់ Twitter គេហទំព័រផ្ទាល់របស់លោក Elon Musk នៅក្នុងការបានព័ត៌មានផ្សេងៗពី Mark brand Tesla ហ្នឹងមួយវិញទៀតការលក់ដោយផ្ទាល់ទៅកាន់អតិថិជនដែលជាជំហានមួយនៅក្នុងការលុបបំបាត់នៅឈ្មោះកណ្ដាលដែលលក់ទៅឲ្យអតិថិជននៅក្នុងតម្លៃមួយដែលថា overprice ថ្លៃខ្លាំងពេកជាជាងដែលក្រុមហ៊ុនបានចេញតម្លៃមកមួយវិញទៀត brand ក៏ focus ទៅលើភាពច្នៃប្រឌិតនៃឡាននិរន្តរភាពនិង high perform របស់ឡានដូចគ្នាដែលវាក៏ជាហេតុផលមួយនៅក្នុងការតាក់ទាញអតិថិជនផ្សេងៗមិនថាក្នុងនិងក្រៅប្រទេសនោះទេដែលចំណុចទាំងនេះហើយដែលធ្វើឲ្យ Tesla លេចធ្លោជាង Mark brand ដទៃទៀតហើយនេះគឺជា reference ដែលពួកខ្ញុំបានធ្វើ research មានដូចជា tesla.com ChatGPT ហើយជាមួយនឹង Gemini បើមានព័ត៌មានអីផ្សេងៗទៀតអាចស្វែងរកបាននៅតាមwebsite ដែលខ្ញុំបានដាក់ខាងលើអញ្ចឹងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេប៉ុន្តែក៏មុននឹងចប់នៅក្នុងការពន្យល់បកស្រាយនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមើលវីដេអូមួយដែលជាវីដេអូ sport របស់ Tesla ផ្ទាល់